វីដេអូនេះមករៀបស្បែកសង់022ជូនបងប្អូនមើលទាំងអស់គ្នាហើយកន្លែងនេះគឺជាពងកន្លែងខ្ញុំចោលទូចយើងដាក់អាទូចអុចទូចមកត្រង់គ្នាមកកន្លែងដែលខ្ញុំចោលមិញហ្នឹងហើយស្បែកវាគឺរៀងរៀបបែបនេះចាប់ពី016ឡើងដល់22ហើយបើយើងរៀបខុសក៏អត់កើតដែរហើយក្នុងត្រឡោកធំហ្នឹងវាមានកាក់មួយអញ្ចឹងវីដេអូនេះខ្ញុំធ្វើរឿងលឿនហើយខាងបងប្អូនខ្ជិលមើលយូរហើយស្បែកអីយើងសេរីវាស្អាតមកយើងគោះវាស្មើយើងមកហើយកុំភ្លេចជួយ Subscribe Channel ថ្មីខ្ញុំម្នាក់មួយផងបាទខ្ញុំធ្វើការផុសវីដេអូលើ Channel នេះរហូតChannel ខ្ញុំមុនខ្ញុំលែងបានផុសឲ្យបងប្អូនណាហើយបន្ទាប់ពីយើងដាក់អក្សរហើយយើងមូលខ្ចៅមកសវាមាន6គ្រាប់ហើយបងប្អូនចង់បានវីដេអូរៀងយឺតជាងហ្នឹងធ្វើពេញក៏បានដែរបងប្អូនជួយ comment មកព្រោះពេលខ្លះបងប្អូនខ្លះគាត់មើលវីដេអូគាត់ចេះតែសារដល់ពេលអញ្ចឹងខ្ញុំធ្វើវីដេអូលក្ខណៈកាត់ដែរតែកាត់នេះបើសម្រាប់បងប្អូនចេះតិចយល់តិចមើលទៅចេះហើយតែបើអ្នកថ្មីសុទ្ធបណ្ដោយគឺពិបាកតិចហើយយើងធ្វើយើងកាត់យកទៅចំណុចសំខាន់អញ្ចឹងយើងមូលខ្ចៅគ្រប់3គ្រាប់មកហើយបញ្ជាក់បងប្អូនសង់16ហើយនឹង16ឡើងដល់22ហើយ15ចុះដល់03វាខុសគ្នាបន្តិចវាមានម៉ាសូបន្ទាប់មកយើងដាក់ចូលក្នុងធំនឹងមកហើយយើងដាក់រងក្រាស់មួយអាឡតនេះយើងដាក់ចូលក្នុងត្រឡោកស្បែកយើងមិនបាច់ដាក់ចូលទៅក្នុងនោះទេវាមិនបាក់បញ្ចូលហើយបន្ទាប់មកអាមុខនេះយើងពវិលយកអាមុខប្រឆិតឲ្យត្រង់គ្នាមកវិលឃើញមុខវាមានប្រឆិតអត់យកអាមុខប្រឆិតឲ្យត្រង់គ្នាមកអាហ្នឹងគឺពងរបស់វាយើងដាក់ឲ្យត្រូវហើយកន្លែងនេះក៏វាមានពងអុចមួយដែរហើយអញ្ចឹងយើងយកអាមុខប្រឆិតហ្នឹងដាក់ឲ្យត្រូវអុចហ្នឹងមកគុំគ្នាឲ្យត្រូវគ្នាអញ្ចឹងមកដាក់ឲ្យត្រង់គ្នាហើយយើងបញ្ចូលហើយយើងដាក់ថ្នមទៅយើងមើលបន្លោះវាទៅដាក់ថ្នមយើងដាក់ប៉ុណ្្នឹងសិនមកហើយយើងរឹតខ្ចៅយើងថែមព្រោះកាលណាយើងរឹតនៅក្រៅឲ្យណែនយើងពិបាកសេរីចូលត្រឡោកអាហ្នឹងបច្ចេកទេសយើងរៀងខ្លួនហើយបន្ទាប់ពីយើងដាក់ចូលហើយយើងរឹតខ្ចៅថែមឲ្យណែនមកខ្ចៅ3គ្រាប់នោះហើយបន្ទាប់មកយើងដាក់កាក់ក្រាស់មួយហើយយើងដាក់ខ្ចៅអាតូចខ្ចៅ2ហ្នឹងខ្ចៅត្រឡោកហ្នឹងវាមានតូចមានធំយើងដាក់អាតូចនៅក្រោយអាធំនៅមុខហើយយើងយកម៉ូទ័រយើងរឹតមកល្មមមកជាប់មកកម្រិតខ្លាំងទៅប្រយ័ត្នឡោកអស់កន្លែងនេះសំខាន់ណាស់យើងស្មានឲ្យជាប់ឥឡូវបន្ទាប់ពីយើងរឹតអាក្រោយហើយយើងបញ្ចូលស្បែក3ដុំមកមុខយើងបញ្ចូលជាមួយនឹងអាស្បែក3ដុំវាមានរុនមួយដាក់ឲ្យចំរុនដៃយេនមកហើយយើងដាក់អារងព្រាទៅមុនបន្ទាប់មករងអលងតាមក្រោយហើយយើងយកខ្ចៅយកធំមកយើងមួលចូលហើយដល់ហើយយើងយកម៉ូទ័របាញ់ហើយសម្រាប់យើងបាញ់ហ្នឹងយើងត្រូវចេះស្មានដូចគ្នាប្រយ័ត្នតែបាញ់លើសកម្លាំងវាឡោកតិចបាញ់ទៅមកជាប់បានបន្ទាប់មកយើងឆ្កឹះព្រាវាឡុកអាតាមកលៈហ្នឹងឲ្យជាប់មកជៀសវាងវាអង្គិលចេញតោដឹកធ្ងន់ឬក៏រត់ឆ្ងាយអីវាអាចនឹងកិលចេញបើយើងអត់មានព្រាហ្នឹងហើយបន្ទាប់មកយើងជូតសម្អាតកតិចហ្នឹងមកបន្ទាប់មកយើងដាក់រងតុបប្រេងយើងដាក់ការ៉ូបតុបប្រេងយើងចិញ្ចឹមដៃយេនហើយនឹងស្បែកអាហ្នឹងហើយបន្ទាប់មកយើងយកទល់ល្វីសខ្ទាស់រឹតកោលេខ8ឲ្យជាប់កុំហិតខ្លាំងពេកយ៉ាត់ដាច់អាហ្នឹងខ្ចៅទូចយើងហិតមកជាប់មកហើយបងប្អូនគិតថាវីដេអូខ្ញុំមានប្រយោជន៍កុំភ្លេចជួយ Subscribe ហើយនិង Like វីដេអូខ្ញុំម្នាក់មួយហើយ Comment ក្នុងវីដេអូហ្នឹងបន្ទាប់មកយើងមកដាក់នេះអង្គយ៉ាឃ្លីអង្គយ៉ាយើងដាក់ខ្លាញ់កោបន្តិចមក
ហើយយើងដាក់ស្បែកសម្រាប់ឲ្យផ្អាប់លេខបញ្ចូលលេខហ្នឹងដាក់ឲ្យត្រូវកលៈវាអាហ្នឹងវាមានពងវាចាំខ្ញុំច្អល់ឲ្យប្រាប់នេះដាក់ឲ្យត្រង់គ្នាមកមានកណ្ដូស2សងខាងដាក់ឲ្យត្រង់គ្នាមកហើយបន្ទាប់មករងស៊ីនអញ្ចឹងអត់ខូចទេយើងមិនបាច់ផ្លាស់ប្ដូរទេហើយយើងមិនបាច់ដាក់កាវទេជូតឲ្យតែស្អាតមកយើងបញ្ចូលមកហើយវីដេអូយើងក៏ជិតចប់ដែរហើយកុំភ្លេចចុច Subscribe យើងម្នាក់មួយហើយកាលបញ្ចូលរឹតប្រឡងនេះយើងរត់លើក្រោមយកមកលើក្រោមឆ្វេងស្ដាំហើយយើងរត់ឲ្យសពមកជុំហើយយើងរត់ថែមបន្តិចមកកម្រិតខ្លាំងពេកប្រយ័ត្នដាច់អញ្ចឹងវីដេអូខ្ញុំក៏ឈានដល់ទីបញ្ចប់ហ្នឹងបងប្អូនកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយហើយនឹងកុំភ្លេចចុច Subscribe YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីហើយបើវីដេអូនេះរឿងលឿនពេកបងប្អូនអាច comment នៅក្រោមហ្នឹងមកខ្ញុំធ្វើជាលក្ខណៈវីដេអូយឺតមួយច្បាស់ឲ្យព្រោះបងខ្លះគាត់មើលវីដេអូគាត់ចូលចិត្តសារពេកអញ្ចឹងក៏ខ្ញុំធ្វើវីដេអូកាត់យកកន្លែងចំណុចសំខាន់ទៅរត់វាថែមតិចមកជុំមកជៀសវាងឲ្យយើងរត់អត់ស្មើវាលិចប្រេងអញ្ចឹងវីដេអូយើងក៏ឈានចូលទីបញ្ចប់ហើយបងប្អូនហើយ